สุดท้ายเนี่ยดอกนี้สปาก็มากันเวลาไปญี่ปุ่นไงตีมวยบ่อยมเตอร์ฟลายบ่อยมองมวยยกเนี่ยดอกนี้จังก่อนต่อมาไปเธอการเปลี่ยนบทตะไคร้จังเตอร์เปลี่ยนมองไปใช้จังยกโอนตะเลงพองอ๋อนากำซานตึกได้เห็นเซติติเนี่ยดอกนี้ได้ใช้จิตเลือกตีมวยได้ยมตะดาเลงตามเนี่ยไอ้อดมีประเดี๋ยวมีโกมจังเนี่ยดอกนี้หลอมเติมเนี่ยไอ้เนี่ยดอกนี้ตามไปเตอร์ยมเตอร์จมวยโอนทลายยมแต่ก่อนทางเลือกตีมวยอดมีประเดี๋ยวมีโกมเตอร์จมวยจังไปเตอร์ยมเตอร์เปลี่ยนนั่งตรงไปให้จิมไพ่กะโหลติดตัวเนี่ยดอกนี้จีไปให้จีกระลักหมาอ๋อtrongពេលចូលទៅដល់ហ្នឹងគឺត្រូវរកកន្លែង parking ចឹងអ្នកនរគ្នាហើយកន្លែង parking គេមានពីរជម្រើសអ្នកនរគ្នាមាន regular parking ហ្នឹងជាមួយនឹង VIP ចឹងអ្នកនរគ្នាច្រឡំចូល VIP ដឹងធ្ងន់កហើយនិយាយទៅគេមានផ្លាកសញ្ញាអ្នកនរគ្នាចឹងអាចមើលផ្លាកសញ្ញាគេបានគេ back មកមើលទិដ្ឋភាពពលានយើងវិញម្ដងអ្នកនរគ្នាចាំពេលខ្ញុំទៅហ្នឹងគឺចិត្តចូលឆ្នាំអ្នកនរគ្នាចឹងគេមាន decor ជារបៀបចូលឆ្នាំអីចឹងអ្នកនរគ្នាពេលនេះប្តីកូនចេញទៅវិញអ្នកនរគ្នាមើលទៅឡើង face ហើយយកឡើងទុកទឹកគ្នាចាំបានមើលដូចទៅរាប់ខែរាប់ឆ្នាំអញ្ចឹងតាមទៅតាមអាទិត្យសោះនេះពលានរបស់យើងអ្នកនរគ្នានិយាយទៅធំហើយស្អាតខ្លាំងមែនទែនមើលទៅលក្ខណៈថាវាស្រឡះភ្នែកហ្នឹងអ្នកនរគ្នាតែខ្លាចខ្ញុំជិះវារៀងយប់ដែរអញ្ចឹងអ្នកនរគ្នាអញ្ចឹងមនុស្សអត់សូវឆ្លងទេខ្ញុំជិះ Philippines Airlines អ្នកនរគ្នាហើយខ្ញុំត្រូវ transit នៅ Manila រយៈពេលហោះពីខ្មែរទៅ Philippines ហ្នឹងដូចជា3ម៉ោងអ្នកនរគ្នាហើយគឺខ្ញុំបានមកដល់ពលាននៅហ្វីលីពីនហើយអ្នកនរគ្នាតែខ្ញុំត្រូវចាំ transit 2ម៉ោងសិនណាហើយនេះយន្តហោះដែលខ្ញុំត្រូវតជើងពីហ្វីលីពីនទៅជប៉ុនអ្នកនរគ្នាយន្តហោះពីហ្វីលីពីនទៅជប៉ុនហ្នឹងរៀងទំនើបអ្នកនរគ្នានិយាយទៅវាទំនើបវារៀងធំហើយវាថ្មីអញ្ចឹងអ្នកនរគ្នាថ្មីជាងពីខ្មែរទៅហ្វីលីពីនអញ្ចឹងណាមាន tablet អីឲ្យយើងមើលរឿងមើលអីបានអញ្ចឹងខ្ញុំត្រូវហោះពី Manila ទៅ Nagoya អ្នកនរគ្នាចំណាយពេលប្រហែលជា3ម៉ោងរាប់រយៈពេលធ្វើដំណើរទាំង transit ទាំងអីពេលដែលខ្ញុំទៅហ្នឹងគឺខ្ទង់7-9ម៉ោងអ្នកនរគ្នាគាត់តែធ្វើដំណើរខាតអស់មួយថ្ងៃfinally គឺយើងបានមកដល់ជប៉ុនហើយនឹង check in នៅជប៉ុនហ្នឹងលឿនណាស់អ្នកនរគ្នាតែអ្នកនរគ្នាត្រូវចុះឈ្មោះតាម website គេសិនណានិយាយទៅចុះឈ្មោះហើយបាន QR code ហើយគ្រាន់តែ scan ទៅបានលឿនអញ្ចឹងណាដល់ពេលខ្ញុំ check in ហើយគឺខ្ញុំត្រូវរកតែភ្លើងជិះទៅទីក្រុង Nagoya អ្នកនរគ្នានៅ South Thailand គឺនៅ Nagoya ពី airport ទៅ Nagoya ហ្នឹងជិះតែភ្លើងប្រហែលជាខ្ទង់កន្លះម៉ោងទៅ40នាទីអ្នកនរគ្នាខ្ញុំត្រូវតតែភ្លើងដល់ទៅ2ខ្សែអ្នកនរគ្នានិយាយទៅលុយកោពាក់ឡើងអញ្ចឹងពី airport ហ្នឹងទៅ Nagoya station ហើយតពី Nagoya station ទៅសកែ station អ្នកនរគ្នាមើលខ្សែរថភ្លើងគេដូច0វែងអញ្ចឹងពេលទៅដល់ដំបូងហ្នឹងគឺវែងនៅក្នុង station ជិត1ម៉ោងអ្នកនរគ្នាដោយសារអត់ចេះមើលផ្លាកសញ្ញាអត់ចេះអីទាំងអស់ finally នេះរច្រកចេញឃើញអ្នកនរគ្នាតែតម្រាំរកឃើញហ្នឹងនិយាយពីថាវិលចុះវិលឡើងនៅនឹងជិត1ម៉ោងអ្នកនរគ្នាច្រកចេញអញ្ចឹងឃើញមិនរច្រកចេញឲ្យចប់ទេណាអ្នកនរគ្នាត្រូវដើរទៅអូតែលជិត1គីឡូទៀតអញ្ចឹងអូបអាលី20គីឡូដើរទៅអូតែលម្ដងទៀតគឺមកដល់ពលានម៉ោង11កន្លះតែមកដល់ណាក៏យ៉ាងនេះម៉ោង7:02អ្នកនរគ្នានេះមុខដាច់បាយហើយអត់បានដេកទាំងពីរនាក់ outfit រៀងចាប់មើលតិចអ្នកនរគ្នាដោយសារពាក់អីស្រួលដោយសារត្រូវធ្វើដំណើរយប់អស់នេះ finally គឺមកដល់អូតែលអ្នកនរគ្នាខ្ញុំត្រូវគេងនៅនឹងចំនួន3យប់អ្នកនរគ្នាតែថ្ងៃទី1ហ្នឹងគឺ plan ច្រើនកន្លែងតែ fail អ្នកនរគ្នាដោយសារអីអស់ដៃអស់ជើងមែនទេហ្មងហើយនេះបន្ទប់ដែលខ្ញុំត្រូវគេងអ្នកនរគ្នានិយាយទៅខ្ញុំយកបន្ទប់តែមួយតែ grade 2អញ្ចឹងព្រោះចង់ share ខុសអ្នកនរគ្នាដោយសារ hotel នៅជប៉ុនហ្នឹងគឺថ្លៃមែនទេនេះល្បី hotel នៅជប៉ុនបន្ទប់ទូចៗហើយអ្នកនរគ្នាឥឡូវគឺបានស្គាល់រសជាតិហើយតែអានេះគាត់បើអ្នកនរគ្នា acceptable ប៉ុន្តែបើនៅតូក្យូវិញគឺលក្ខណៈថាដើរបុកគ្នាហ្មងអ្នកនរគ្នានិយាយពីចៀតខ្លាំងហ្មងបន្ទប់គេទូចមែនតែមានគ្រប់សពហ្មងអ្នកនរគ្នាអីក៏មានដែរហើយនេះបន្ទប់ខ្ញុំមានប្អូនមើល view ទៅក្រុងបានអ្នកនរគ្នាកន្លែងបន្ទប់ដែលខ្ញុំគេងហ្នឹង3យប់វាអស់ចិត្ត400អ្នកនរគ្នាអញ្ចឹងមួយយប់ប្រហែលជាខ្ទង់135បន្ទប់ប៉ុណ្្នឹងឯងអ្នកនរគ្នាបន្ទប់ទឹកអ្នកនរគ្នាទូចមែនណាតែគេមានទាំង bathtub មានទាំងអីអញ្ចឹងណាហើយប្រគុណគេទំនើបអ្នកនរគ្នាហើយមានគ្រប់ style ហ្មងនេះទិដ្ឋភាពក្នុងបន្ទប់ទឹកមូលហ្មងអ្នកនរគ្នាហើយនេះម៉ោងប្រហែលជាខ្ទង់2ជាង7:03តាមខ្ញុំចាំអ្នកនរគ្នានិយាយទៅដាច់បាយថ្ងៃទាំងពីរនាក់ហ្នឹងហើយហ្នឹងគឺរៀបចំខ្លួនទៅរកអីញ៉ាំហើយក៏ឆ្លៀតដើរមើលគេទូចៗអញ្ចឹងអ្នកនរគ្នារបស់លឿនអ្នកនរគ្នាទិញ sandwich នៅ 7-Eleven ភាសាហ្នឹងគឺទិញឲ្យអត់ដឹងញ៉ាំនៅណាអ្នកនរគ្នាព្រោះជប៉ុនគឺអត់ទៅលាប់ដើរញ៉ាំទេអញ្ចឹងគឺត្រូវរកកន្លែងអង្គុយញ៉ាំអីឲ្យរៀងស្រួលបួលអញ្ចឹងអ្នកនរគ្នាដោយសារគេមាន culture មួយគឺអត់ដើរញ៉ាំតាមផ្លូវទេក៏នឹកឃើញថាដើរទៅ Nagoya Tower ហ្មងទៅកន្លែងហ្នឹងល្បីនៅក្នុង Nagoya ហ្នឹងដែរអ្នកនរគ្នាខ្ញុំដើរពីកន្លែង hotel ខ្ញុំទៅហ្នឹងប្រហែលជា7 គីឡូអ្នកនរគ្នាដើរប្រហែលជាខ្ទង់20នាទីអីដែរហ្នឹងណាទៅសម្រាប់ស្រុកហ្នឹងគឺគេដើរច្រើនអ្នកនរគ្នាដើរជិះរថភ្លើងជិះអីអញ្ចឹងណាសម្រាប់ឡានអីផ្ទាល់ខ្លួនគឺគេអត់សូវជិះទេអ្នកនរគ្នាអាហ្នឹងខ្ញុំក៏អត់ច្បាស់ដែរពី culture របស់គេហើយមើលតាក់ស៊ីវិញគឺថ្លៃខ្លាំងអ្នកនរគ្នាបើធៀបជាមួយនឹងរថភ្លើងគឺខុសគ្នា10ដងហើយនេះខ្ញុំដើរដល់ Nagoya Tower អ្នកនរគ្នាតែហូបមកដល់ Oasis 21ដោយសារតា
ណាកញ្ញាធវហ្នឹងគឺអត់មានកន្លែងអង្គុយញ៉ាំអ្នកនរគ្នាសារវាទុំភ្លៀងអញ្ចឹងណានេះថតជាប់សាសាលាជប៉ុនអ្នកនរគ្នា Q10 ហើយនេះទស្សនវិជ្ជានៅក្នុង Oasis ថ្មីទីវត្តអ្នកនរគ្នានិយាយតែខ្ញុំមិនដឹងថាហៅមិនត្រូវអញ្ចឹងតាមអ្នកទាំងអស់គ្នាយល់ខ្លួនឯងអញ្ចឹងណាទៅកន្លែងហ្នឹងដូចជាកន្លែងគេដើរលេងមួយដែរអ្នកនរគ្នាមានហាងលក់តំណែងមានហាងលក់របស់ញ៉ាំអីនៅជុំវិញអញ្ចឹង station ក៏នៅក្នុងហ្នឹងអ្នកនរគ្នាបំហំតែខ្ញុំប៉ានញ៉ាំហ្នឹងគឺម៉ោង5ជាងជិត6អ្នកនរគ្នានិយាយទៅមិនឡានណាចូល dinner ណាអានេះសាការ៉ាអ្នកនរគ្នាគឺ finally គឺខ្ញុំបានឃើញសាការ៉ាផ្ទាល់ភ្នែកតែសាការ៉ានេះអត់សូវស្អាតទេអ្នកនរគ្នាដោយសារវាចង់ជ្រុះអស់អញ្ចឹងណាទស្សនវិជ្ជានៅនឹងខាងក្រៅអ្នកនរគ្នានិយាយទៅពេលល្ងាចចិត្តយកគេបើកភ្លើងបើកអីអញ្ចឹងទៅស្អាតខ្លាំងមែនទែនអ្នកនរគ្នាខ្ញុំអត់សូវហ៊ានថតអីច្រើនអ្នកនរគ្នាដោយសារពេលតែដំបងគឺវាអារម្មណ៍ថាភ័យខ្លាចគេប្រកាន់ខ្លាចអីអញ្ចឹងណាអ្នកនរគ្នានិយាយទៅថតអត់សូវលះទេហើយនៅជប៉ុនតាមទីសាធារណៈគឺពិបាករកធុងសម្រាមខ្លាំងមែនទែនអ្នកនរគ្នាប៉ុន្តែប្រទេសគេស្អាតខ្លាំងហ្មងអ្នកនរគ្នាគឺអត់មានសម្រាមទេតោះពីបាន enjoy នៅនឹងមកសតុះឥឡូវពួកខ្ញុំដើរត្រឡប់ទៅវិញអ្នកនរគ្នាឲ្យឃើញមីរ៉ាមែននេះរៀងតំណងដែរក៏ចូលញ៉ាំមិននឹងជា dinner ហ្មងទៅរសជាតិទទួលយកបានអ្នកនរគ្នាតែបើថាឲ្យឆ្ងាញ់សម្រាប់ខ្ញុំអត់ទេអ្នកនរគ្នាបើ rate វិញវាធំ6លើ10អីចឹងឡកចែកលេខសម្រាប់ដំណើរកំសាន្តទៅជប៉ុនរបស់ខ្ញុំថ្ងៃទី1មានតែប៉ុណ្្នឹងទេចឹងបើសិនជាអ្នកនរគ្នាចង់ឲ្យខ្ញុំចែកលេខបន្តអីកុំភ្លេចជួយ like subscribe អ្នកមួយផងអរគុណ